មកធ្វើពីអង្គអញ្ចឹងយើងត្រូវដាក់អង្គមកក្តាប់មកហើយយើងចាក់ទឹកចូលបន្ទាប់មកយើងត្រាំទុកវា10ទៅ20នាទីដើម្បីឲ្យអង្គយើងមករីកស្របទៅមករីកមកយើងចាប់ផ្ដើមច្របាច់វាអញ្ចឹងមកហើយយើងច្របាច់ក៏បានយើងកិនក៏បានរួចហើយយើងចាប់ផ្ដើមឲ្យវាល្បាយវាខាប់មកយើងចាប់ផ្ដើមយកមកពពកលើមុខរបស់យើងណាអញ្ចឹងពពកចេះឲ្យសប់មុខរបស់យើងមកចាហើយអានេះគឺជាវិធីសាស្ត្របែបធម្មជាតិរបស់យើងហើយពេលយើងធ្វើគឺវាទទួលផលបានស្បែកមុខរបស់យើងគឺភ្លឺរលោងហើយតឹងណែនបើសិនជាយើងអត់មានលុយសម្រាប់ទិញម៉ាស់ល្អៗទេអញ្ចឹងយើងអាចសាកវិធីនេះបានយើងអត់សូវចំណាយលុយអីច្រើនទេចឹងសំខាន់ឲ្យតែយើងមានកមកយើងត្រាំវាធ្វើអញ្ចឹងមកបងប្អូនអាចធ្វើជាម៉ាស់របស់យើងបានហើយហើយបន្ទាប់ពីយើងពពកវាជោគមុខហើយយើងអាចមិនមែនបានប្រើបានត្រឹមមុខទេបងប្អូនអញ្ចឹងយើងអាចដាក់លើកលើអីបានហើយបន្ទាប់ពីយើងធ្វើវាពពកវានេះហើយយើងទុកវា10ទៅ15នាទីមកវាជ្រាបចូលសាច់យើងរួចហើយយើងចាប់ផ្ដើមលាងទឹកស្អាតនេះខ្ញុំលាងទឹកស្អាតរួចហើយណាប៉ុន្តែគ្រាន់ថាបានថតរួចហើយយើងយកសលៃមកជូតមុខយើងអញ្ចឹងមកចាតែពីជូតសលៃរួចហើយខ្ញុំជូត toner ដើម្បីសម្អាតដូចថាកតិកទីក្អែលអីដែលយើងមើលអត់ឃើញយើងជូតសម្អាតវាបន្ថែមចេះមកណាតែពីជូតសម្អាតបន្ថែមចេះហើយគឺជាការស្រេចអញ្ចឹងបងប្អូនអាចធ្វើមួយអាទិត្យម្ដង